that we would see Pol Pot and ពួកគេមិនប្រាប់យើងរហូតដល់ថ្ងៃចុងក្រោយថាយើងនឹងជួបប៉ុលពតហើយពួកគេបានទុកពេលឲ្យយើង1ម៉ោងដើម្បីត្រៀមខ្លួនប៉ុលពតកំពុងរងចាំពួកយើងហើយគាត់កំពុងអង្គុយលើកៅអីមួយស្ទើរតែដូចជាស្ដេចគង់លើបល្ល័ង្កអញ្ចឹង American journalist and author Elizabeth Baker អ្នកកាសែតនិងជាអ្នកនិពន្ធអាមេរិកាំងអ្នកស្រី Elizabeth Baker បានសរសេរសៀវភៅចំនួន5ក្បាលដែល2ក្បាលនិយាយអំពីប្រទេសកម្ពុជាមានចំណងជើងថា When the war was over ឬនៅពេលដែលសង្គ្រាមបានបញ្ចប់និង You don't belong here អ្នកមិនមានសិទ្ធិនៅទីនេះទេអ្នកស្រីក៏បានគេស្គាល់ផងដែរសម្រាប់ការរាយការណ៍អំពីប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ1970ក្នុងនាមជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យកាសែត Washington Post ហើយថ្មីៗនេះភាពយន្តមួយត្រូវបានធ្វើឡើងដោយផ្អែកលើសាច់រឿងរបស់អ្នកស្រីដែលជាដំណើរទៅសម្ភាសមេដឹកនាំរបបខ្មែរក្រហមគឺលោកប៉ុលពត Beaucoup de réfugiés affirment que les intellectuels ont été tués. 6 divisions vietnamiennes ont pénétré sur plusieurs kilomètres. Pourquoi vous mentez? Qu'est-ce que vous avez fait de Paul? Vous n'avez rien compris à notre révolution. ថ្ងៃនេះអ្នកស្រី Elizabeth បានមកដល់ studio របស់ VOA បាទសូមអរគុណអ្នកស្រីដែលបានចំណាយពេលជាមួយ VOA នៅថ្ងៃនេះ អរគុណសម្រាប់ការអញ្ជើញខ្ញុំរីករាយណាស់ដែលបានមកទីនេះ First of all the movie បាទជាដំបូងភាពយន្តរឿង Meeting with Pol Pot ឬជួបជាមួយ Pol Pot ដែលដឹកនាំដោយផលិតករភាពយន្តខ្មែរលោកប៉ាន់រទ្ធីគឺផ្អែកលើសាច់រឿងរបស់អ្នកស្រីវាគឺជារឿងមួយអំពីអ្នកស្រីនិងអ្នកកាសែត2នាក់ទៀតដែលត្រូវបានអញ្ជើញឲ្យទៅសម្ភាសមេដឹកនាំរបបកុម្មុយនីសខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ1970តើអ្នកស្រីមានអារម្មណ៍យ៉ាងណាពេលបានឃើញសាច់រឿងរបស់អ្នកស្រីជាលើកដំបូងបាទ well, first of all, I would like to say I wasn't invited. I lobbied like a lot. ជាដំបូងខ្ញុំចង់និយាយថាខ្ញុំមិនត្រូវបានគេអញ្ជើញទេជាអ្នកកាសែតយើងមិនចូលចិត្តឲ្យគេនិយាយថាយើងត្រូវបានគេអញ្ជើញទេខ្ញុំបានបញ្ចុះបញ្ចូលយ៉ាងខ្លាំងដើម្បីបានទិដ្ឋាការព្រោះដូចជាអ្នកចាំហើយថាគេមិនអនុញ្ញាតឲ្យអ្នកកាសែតបរទេសចូលទេយើងជាអ្នកកាសែតដំបូងនិងចុងក្រោយគេហើយឈានដល់សំណួរវាគួរឲ្យភ្ញាក់ផ្អើលណាស់ពេលមើលភាពយន្តនេះដំបូងនេះជាកិច្ចសហការទី2របស់ខ្ញុំជាមួយលោករទ្ធីប៉ាន់គាត់គឺជាមនុស្សពូកែណាស់ខ្ញុំគិតថាគាត់ប្រហែលជាផលិតករតែម្នាក់គត់នៅក្នុងពិភពលោកដែលបានរួចរស់ជីវិតពីអំពើប្រល័យពូជសាសន៍ណាមួយហើយក្រោយមកបានក្លាយជាអ្នកដឹកនាំភាពយន្តសំខាន់ៗអំពីរឿងទាំងនោះខ្ញុំតែងតែប្រដូចប្រាប់គេថាស្រមៃមើលដូចអ្នកស្រី Anne Frank បានរស់រានមានជីវិតហើយបន្ទាប់មកក្លាយជាអ្នកដឹកនាំរឿងដ៏អស្ចារ្យអំពីការប្រល័យពូជសាសន៍ Holocaust នោះហើយជាលោករទ្ធីហើយខ្ញុំត្រូវតែជឿទុកចិត្តគាត់ព្រោះគាត់យករឿងខ្ញុំមកកែជារឿងប្រឌិតច្រើនឧទាហរណ៍ក្នុងភាពយន្តមានអ្នកកាសែតជនជាតិបារាំង3នាក់មិនមែនជនជាតិអាមេរិកទេហើយឈ្មោះរបស់ខ្ញុំលែងជា Elizabeth ទៀតហើយគឺ Lisa ប៉ុន្តែសាច់រឿងផ្ទាល់គឺពិតជាក់ស្ដែងណាស់ចំពោះអ្វីដែលខ្ញុំបានឆ្លងកាត់ពីសប្តាហ៍ក្រោមរបបប៉ុលពតហើយពេលមើលមានអារម្មណ៍បែបណាដំបូងខ្ញុំមិនរំពឹងថានឹងមានការរំជួលចិត្តនោះទេប៉ុន្តែដល់ចប់រឿងខ្ញុំស្រក់ទឹកភ្នែកវាបានចូលជ្រៅទៅក្នុងអារម្មណ៍របស់ខ្ញុំគាត់បានដាក់បង្ហាញអារម្មណ៍ពិតរបស់ខ្ញុំពេលនោះគាត់ចាប់បានចំនួនក្នុងសាច់រឿងហើយលោកបានបន្ថែមអារម្មណ៍ថាសាច់រឿងនេះគឺសំខាន់ហើយនេះពិតជាប្រសើរណាស់ And that was wonderful. That's amazing. អស្ចារ្យណាស់ខ្សែភាពយន្តនេះគឺផ្អែកលើសៀវភៅមួយក្បាលរបស់អ្នកស្រីដែលមានចំណងជើងថា When the war was over ហើយសម្រាប់ខ្ញុំវាមើលទៅដូចជារឿងមួយទាក់ទងនឹងវិស័យសារព័ត៌មានអ្នកស្រីបានបញ្ជាក់ថាអ្នកស្រីតាមពិតមិនត្រូវបានអញ្ជើញទេអ្នកស្រីបានព្យាយាមបញ្ចុះបញ្ចូលតើអ្នកស្រីយល់ថាហេតុអ្វីបានជាប៉ុលពតអនុញ្ញាតឲ្យអ្នកស្រីទៅសម្ភាសគាត់នៅពេលនោះបាទ It was a crisis in the regime. ខ្មែរក្រហមមានវិបត្តិពេលនោះគឺក្នុងខែធ្នូឆ្នាំ1978ហើយប៉ុលពតបានបញ្ឆេះចំនួនព្រំដែនជាមួយវៀតណាមទៅជាសង្គ្រាមពេញទំហឹងដូច្នេះគាត់ត្រូវការសាក្សីហើយខ្ញុំគិតថាគាត់ប្រហែលត្រូវរកអ្នកមកបន្ទោសដូច្នេះគាត់បានអញ្ជើញអ្នកកាសែត2នាក់និងអ្នកសិក្សាស្រាវជ្រាវអង់គ្លេសម្នាក់មកខ្ញុំគិតថាដើម្បីផ្ញើសារទៅអន្តរជាតិហើយសង្ឃឹមខុសថាដោយមានអ្នកកាសែតបរទេសនាំសារប្រហែលជាវៀតណាមមិនចូលឈ្លានពានទេដូច្នេះវាមិនមែនដោយសារគាត់ស្រឡាញ់អ្នកកាសែតទេគឺគាត់នៅចំណុចទាបបំផុតនឹងទាល់ច្រកហើយគាត់គិតថាគាត់អាចប្រើប្រាស់ពួកយើងបាន So the film depict ភាពយន្តនេះបង្ហាញពីដំណើររបស់អ្នកស្រីទៅដល់ទីនោះជួបលោកប៉ុលពតនិយាយជាមួយគាត់ខ្ញុំចង់ឲ្យអ្នកស្រីនាំយើងត្រឡប់ទៅពេលនោះបន្តិចពេលដែលអ្នកស្រីដឹងថាអ្នកស្រីបានសម្ភាសប៉ុលពតហើយបន្ទាប់មកពេលដែលបានទៅជួបប៉ុលពតផ្ទាល់បាទ Well, this was 2 weeks. So ដំណើរនេះគឺ2សប្តាហ៍វាជាដំណើរឃោសនាការសុទ្ធសាធក្នុងរយៈពេល2សប្តាហ៍នោះហើយមានអារម្មណ៍ថាយូរដូចជាច្រើនសប្តាហ៍មែនទែន
យើងត្រូវបានគេនាំទៅជុំវិញប្រទេសយើងត្រូវបានបង្ហាញតែអ្វីដែលពួកគេចង់ឲ្យយើងឃើញតែប៉ុណ្ណោះយើងគ្រាន់តែបានជួបនឹងនិយាយជាមួយមនុស្សដែលពួកគេរៀបចំឲ្យយើងជួបប៉ុណ្ណោះជាពិសេសដោយសារខ្ញុំជាមនុស្សតែម្នាក់គត់ក្នុងចំណោម3នាក់ដែលធ្លាប់រស់នៅក្នុងប្រទេសកម្ពុជាក្នុងសម័យសង្គ្រាមហើយខ្ញុំចេះភាសាខ្មែរគ្រប់គ្រាន់ដើម្បីយល់ពីអ្វីដែលកំពុងកើតឡើងដូច្នេះពួកគេរារាំងមិនឲ្យយើងចាក់ចែងពីផ្ទះសំណាក់នៅទូទាំងប្រទេសពួកគេចាក់សោយើងជាប់នៅខាងក្នុងដូច្នេះនេះជាការឃោសនាពិតមែនហើយក្នុងនាមជាអ្នកសារព័ត៌មានវារដ្ឋបិទខ្លាំងណាស់ តើគេពិនិត្យមើលសំណួររបស់អ្នកស្រីនិងសំណួររបស់គ្រប់គ្នាមុនពេលសម្ភាសន៍ទេបាទ No, that អត់ទេគេមើលសំណួរសម្រាប់ពលពតប៉ុណ្ណោះ What was តើពលពតជាមនុស្សយ៉ាងម៉េចដែរពេលអ្នកស្រីជួបគាត់និយាយជាមួយគាត់ they wouldn't tell us until the very last day that we would see Pol Pot. ពួកគេមិនប្រាប់យើងរហូតដល់ថ្ងៃចុងក្រោយថាយើងនឹងជួបពលពតហើយពួកគេបានទុកពេលឲ្យយើង1ម៉ោងដើម្បីត្រៀមខ្លួនពលពតកំពុងរងចាំពួកយើងហើយគាត់កំពុងអង្គុយលើកៅអីមួយស្ទើរតែដូចជាស្ដេចគង់លើបល្ល័ង្កអញ្ចឹងនៅពីក្រោយគាត់មានរដ្ឋមន្ត្រីការបរទេសអៀងសេរីនិងលោកជួនប្រសិទ្ធនិងអ្នកបកប្រែម្នាក់ពលពតអង្គុយនៅទីនោះគាត់មិនបានក្រោកឡើងទេហើយយើងបានចូលមកហើយយើងនិយាយថាជំរាបសួរយើងអង្គុយនៅខាងស្ដាំគាត់ហើយញ៉ាំទឹកក្រូចមួយកែវបន្ទាប់មកគាត់និយាយតាមអ្នកបកប្រែគាត់ចេះបារាំងតែគាត់មិននិយាយបារាំងជាមួយយើងទេគាត់និយាយជាមួយខ្ញុំថាគាត់នឹងផ្ញើចម្លើយជាលេខអក្សរចំពោះសំណួររបស់យើងប៉ុន្តែគាត់ចង់ប្រាប់យើងអំពីស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខពេលនោះគាត់មានរូបរាងស្អាតបាតគាត់តែងខ្លួនបានយ៉ាងល្អពាក់ឈុតខ្មៅកាត់យ៉ាងសមញញឹមប្រឹមប្រិយខ្ញុំមិនដែលគិតថាគាត់មានរូបរាងអញ្ចឹងទេខ្ញុំរំពឹងថាគាត់ជាមនុស្សមើលទៅគួរឲ្យខ្លាចហើយកាចខ្ញុំរៀងភ្ញាក់ផ្អើលបន្តិចហើយបន្ទាប់មកគាត់ចាប់ផ្ដើមនិយាយហើយពេលនោះហើយដែលពលពតពិតប្រាកដដែលខ្ញុំរំពឹងទុកចេញមក សម្ដីកាច A little crazy. He saw the world. គាត់វង្វេងវង្វាន់អ្វីគ្រប់យ៉ាងដែលគាត់បានធ្វើចំពោះកម្ពុជាគឺសាហាវណាស់ កុម្មុយនីស No, forget communism. ទេកុំគិតពីកុម្មុយនីសនេះមិនពាក់ព័ន្ធនឹងឆ្វេងនិយមឬស្ដាំនិយមទេគាត់បំផ្លាញវប្បធម៌ទាំងមូលពេលខ្លះអ្នកអាចគិតថាគាត់ដូចហ៊ីតលែរឬម៉ៅសេតុងប៉ុន្តែគ្មាននរណាម្នាក់គ្មានមេដឹកនាំផ្ដាច់ការពីខ្សែនយោបាយណាមួយធ្លាប់បានធ្វើដូចគាត់ទេចូលដល់អ្វីដែលគាត់និយាយមកយើងគឺគាត់រំពឹងថាវៀតណាមនឹងឈ្លានពានប៉ុន្តែគាត់គិតថាវៀតណាមមិនខ្លាំងគ្រប់គ្រាន់ដើម្បីកម្ចាត់កម្ពុជានិងកងកម្លាំងរបស់គាត់ទេគឺកងកម្លាំងកម្ពុជាប្រជាធិបតេយ្យជាឈ្មោះផ្លូវការដូច្នេះហើយលោកបានគិតថាបណ្ដាប្រទេសនៅអឺរ៉ុបខាងកើតដែលជាសមាជិកសម្ព័ន្ធយោធាវ៉ាស៊ូវីនៃសហភាពសូវៀតនឹងក្លាយជាសម្ព័ន្ធមិត្តរបស់វៀតណាមហើយដាក់កងកម្លាំងរបស់ពួកគេឈរជើងនៅវៀតណាមរួចហើយនឹងឆ្លងកាត់វាលស្រែមកវាយយកប្រទេសកម្ពុជាហើយអ្វីដែលពលពតចង់បានគឺឲ្យទាហានអូតង់រួមទាំងសហរដ្ឋអាមេរិកមកជួយគាត់ពេលនោះ so it turned បន្ទាប់ពីនោះស្ថានភាពខ្លាយទៅជាអាក្រក់ខ្លាំងដោយបង្ហាញក្នុងភាពយន្តផងដែរមនុស្សម្នាក់ក្នុងចំណោមមនុស្ស3នាក់ដែលរួមមានអ្នកស្រីផងនោះត្រូវបានសម្លាប់គឺអ្នកស្រាវជ្រាវជនជាតិអង់គ្លេសតើមានរឿងអ្វីកើតឡើងបាទ Richard Dudman and I finished our interview. We were driven back to the guest house. Then the British academic was លោក Richard Dudman និងខ្ញុំបានបញ្ចប់ការសម្ភាសន៍របស់យើងត្រូវបានគេបើកឡានជូនត្រឡប់ទៅផ្ទះសំណាក់វិញបន្ទាប់មកអ្នកសិក្សាស្រាវជ្រាវអង់គ្លេសត្រូវបាននាំទៅជួបសម្ភាសន៍លោកប៉ុលពតតែវាជាការពិភាក្សាអំពីបដិវត្តកសិកម្មនិងសេដ្ឋកិច្ចច្រើនជាងឈ្មោះរបស់គាត់គឺ Malcolm Caldwell នៅពេលដែល Malcolm ត្រឡប់មកវិញគាត់និយាយថាគាត់មានការសម្ភាសន៍ល្អណាស់គាត់រីករាយណាស់ហើយគាត់និងលោក Richard Dudman មានទំនោរទទួលយកថាខ្មែរក្រហមគឺនៅដើមដំបូងនៃបដិវត្តដ៏ល្អមួយតែខ្ញុំមិនគិតដូចពួកគេនោះទេដូច្នេះហើយគាត់បានសម្ភាសន៍យ៉ាងល្អជាមួយប៉ុលពតហើយយល់ស្របជាមួយប៉ុលពតលើរឿងទាំងនោះខ្ញុំគិតថាគាត់មានការខកចិត្តយ៉ាងខ្លាំងដែលវៀតណាមនិងកម្ពុជាឆ្លោះប្រកែកគ្នាដោយសារតែពួកគេធ្លាប់ជាសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមចុងក្រោយហើយវាធ្វើឲ្យគាត់ខូចចិត្តដោយសារតែគាត់ធ្លាប់ជាសកម្មជនប្រឆាំងសង្គ្រាមនៅចក្រភពអង់គ្លេសគាត់ស្អប់គំនិតដែលថាប្រទេសទាំងពីរឥឡូវនេះកំពុងវាយប្រហារគ្នាហើយបន្ទាប់មកយើងបានចូលគេងហើយនេះជាផ្ទះសំណាក់រដ្ឋាភិបាលនៅជិតផ្លូវមនីវង្សជាកន្លែងដែលធ្លាប់ជាបរិវេណរបស់លោកលន់ណុលមានការការពារបានល្អណាស់ដូច្នេះហើយពួកយើងបានញ៉ាំអាហារពេលល្ងាចរៀបចំខោអាវហើយទន្ទឹងរង់ចាំឡើងយន្តហោះនៅពេលព្រឹកនឹងចេញពីកម្ពុជាយើងកំពុងដេកលក់ហើយភ្លាមនោះខ្ញុំបានឮសំឡេងមួយដែលខ្ញុំគិតថាជាធុងសំរាមរួចខ្ញុំភ្ញាក់ឡើងហើយខ្ញុំគិតថាទេវាជាសំឡេងបាញ់កំភ្លើងខ្ញុំនៅជាន់ទី1អ្នកផ្សេងទៀតនៅជាន់ទី2ហើយខ្ញុំចេញទៅក្រៅខ្ញុំឃើញខ្មាន់កំភ្លើងហើយគាត់ភ្ជុំកំភ្លើងខ្លីដាក់ខ្ញុំ
ខ្ញុំស្រែកថាអត់ទេអត់ទេហើយរត់ទៅពួនក្នុងអាងងូតទឹកគាត់បានឡើងទៅជាន់លើហើយបាញ់តាមក្រោមទ្វារបន្ទប់លោក Richard Dutman បន្ទាប់មកក្បានកំភ្លើងបានដើរចូលទៅក្នុងបន្ទប់របស់លោក Caldwell ហើយបានបាញ់សម្លាប់គាត់ So you think ហើយអ្នកស្រីគិតថាពួកគេចង់សម្លាប់ទាំង3នាក់ឬ I think they're crazy, but I didn't know what was going on because I was hiding in the bathtub and we weren't rescued for hours. ខ្ញុំគិតថាពួកគេសាហាវប៉ុន្តែខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេព្រោះខ្ញុំលាក់ខ្លួនក្នុងអាងងូតទឹកហើយរាប់ម៉ោងទម្រាំគេមកជួយសង្គ្រោះយើងលោកជួនប្រសិទ្ធនិងអ្នកបកប្រែសំខាន់និងអ្នកដឹកនាំដំណើររបស់យើងចូលមកហើយគាត់បន្ទោសលើវៀតណាមហើយខ្ញុំឆ្លើយថាអត់ទេអត់ទេខ្ញុំឃើញបរិះនោះគាត់ជាជនជាតិខ្មែរអត់ទេមិនមែនវៀតណាមទេវាមិនសមហេតុផលទេបន្ទាប់មកយើងត្រូវបានគេនាំចេញពីផ្ទះសម្ភាសដោយមន្ត្រីប៉ូលីសហើយព្រឹកឡើងយើងមានពិធីមួយជាមួយអៀងសេរីនៅជុំវិញមឈូសរបស់លោក Malcolm Caldwell បន្ទាប់មកហោះចេញទៅក្រុងប៉េកាំងហើយពីថ្ងៃក្រោយមកវៀតណាមចូលឈ្លានពានពួកគេវាយចូលកម្ពុជាយ៉ាងងាយស្រួលហើយផ្ដួលរលំរបបខ្មែរក្រហមនៅថ្ងៃទី7ឬ9មករា នោះគឺចុងឆ្នាំ1978ពេលអ្នកស្រីសម្ភាសប៉ុលពតបន្ទាប់មកការឈ្លានពានកើតឡើង ចាថ្ងៃទី23ខែធ្នូឆ្នាំ1978ខ្ញុំបានសម្ភាសគាត់ហើយដល់សប្តាហ៍ទី1នៃខែមករាវៀតណាមចូលដល់ភ្នំពេញ wow I can't វ៉ាវខ្ញុំនឹកស្មានមិនចេញទេអារម្មណ៍អ្នកស្រីយ៉ាងណាពេលចេញរួចពីកម្ពុជា is something ចាគឺវាគួរឲ្យភ័យខ្លាចណាស់ have changed you but then you have to write a report បន្ទាប់មកអ្នកស្រីត្រូវសរសេរសេចក្តីរាយការណ៍ I wrote a series of articles ចាសេចក្តីរាយការណ៍មួយចំនួន it turns out the journalist ហើយសប្តាហ៍អ្នកកាសែត2នាក់ដែលបានរួចជីវិតបានត្រឡប់មកវិញហើយសរសេរសេចក្តីរាយការណ៍ពីផ្ទុយគ្នាអំពីប្រទេសកម្ពុជាតើអ្នកស្រីអាចបញ្យល់ពីរឿងនេះបន្តិចបានទេ well we saw exactly the same thing Yeah. had the same interview មែនហើយយើងបានឃើញរឿងដូចគ្នាមានបទសម្ភាសន៍ដូចគ្នាយើងតែងតែនៅជាមួយគ្នាដោយដែលខ្ញុំបាននិយាយនោះគឺជាការឃោសនាការប៉ុន្តែលោក Richard Dutman បានរាយការណ៍ពីអ្វីដែលគាត់បានឃើញនឹងឮគឺឃើញនឹងឮឃោសនាការហើយគាត់ក៏សរសេរថាគាត់មិនជឿថាមានការបង្អត់អាហារនិងការបង្ខំធ្វើការលើកម្លាំងទេគាត់មើលឃើញថាប្រជាជនទាំងអស់គ្នាមើលទៅមានសុខភាពល្អ after សូម្បីតែបន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ចា I wrote that based on circumstantial evidence ចំណែកខ្ញុំសរសេរផ្អែកលើភស្តុតាងប្រយោលខ្ញុំគិតថាមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរគេមិនប្រព្រឹត្តចំពោះប្រជាជនបានល្អទាល់តែសោះហើយវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់យើងអាចមានទស្សនៈផ្សេងគ្នាខ្ញុំបានសរសេរអត្ថបទមួយនៅក្នុងទស្សនាវដ្តី Columbia Journalism Review អំពីរឿងនេះលោក Richard Dutman បានប្រកាន់យកទស្សនៈនោះរហូតដល់យើងទាំងពីរនាក់ត្រូវបានកោះហៅទៅផ្ដល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមហើយព្រះរាជអាជ្ញាបានហៅខ្ញុំមកជាសាក្សីជំនាញប្រហែលមួយសប្តាហ៍ហើយបន្ទាប់មកមេធាវីការពារកូនក្តីបានកោះហៅលោក Dutman ពេលនោះគឺនៅឆ្នាំ2015គឺប្រហែលឆ្នាំកន្លងមកហើយ ច្រើនឆ្នាំណាស់ long time and only then did he say he had changed his ច្រើនឆ្នាំណាស់ហើយដល់ពេលនោះហើយទើបគាត់ថាគាត់បានផ្លាស់ប្ដូរគំនិតរបស់គាត់ហើយក្រោយមកគាត់បានសរសេរអត្ថបទមួយថាបន្ទាប់ពីរឿងទាំងអស់នេះគាត់ព្រួយបារម្ភមិនដឹងជាគាត់នឹងជឿហ៊ីតលែរទេប្រសិនបើគាត់បានទៅប្រទេសអាល្លឺម៉ង់ក្នុងទសវត្សរ៍1930នោះចាខ្ញុំគិតថាវាជាមេរៀនសម្រាប់អ្នកសារព័ត៌មានព្រោះខ្ញុំមានប្រៀបត្រង់ថាខ្ញុំធ្លាប់បានរស់នៅកម្ពុជានិងដឹងពីប្រទេសកម្ពុជាច្រើនខ្ញុំបានស្គាល់វប្បធម៌ដ៏សម្បូរបែបខ្ញុំដឹងថាវាមិនមែនជាប្រទេសដែលត្រូវធ្វើរឿងជ្រុលនិយមដើម្បីមានអាហារគ្រប់គ្រាន់នោះទេកម្ពុជាបានហូបគ្រប់គ្រាន់មានបញ្ញវន្តច្រើនហើយមិនត្រូវការរបបជ្រុលនិយមបែបនេះទេប្រទេសជាច្រើននឹងមានមោទនភាពបើអាចក្លាយជាកម្ពុជាពេលនោះដូច្នេះនោះជារឿងមួយបន្ទាប់មកខ្ញុំចេះភាសាខ្មែរគ្រប់គ្រាន់ដែលខ្ញុំអាចយល់បាននៅពេលពួកគេនិយាយកុហកនិងព្យាយាមបិទបាំងការពិតណាមួយប៉ុន្តែមេរៀនមួយទៀតគឺប្រយ័ត្នចំពោះព័ត៌មានមិនពិតអ្នកសារព័ត៌មានត្រូវតែក្លាយជាអ្នកជំនាញខាងចាប់ព័ត៌មានមិនពិត I'm glad you brought this up because that's my next question ខ្ញុំរីករាយដែលអ្នកស្រីបានលើកឡើងពីរឿងនេះព្រោះនោះជាសំណួរបន្តរបស់ខ្ញុំពិតជាមានមេរៀនជាច្រើនពីករណីរបស់អ្នកស្រីនិយាយរួមសាច់រឿងអ្នកស្រីគឺអំពីវិស័យសារព័ត៌មានហើយភាពយន្តនឹងឆ្លុះបញ្ចាំងផងដែរឥឡូវនេះនៅក្នុងទស្សនវិជ្ជានយោបាយនៅជុំវិញពិភពលោកអ្នកនយោបាយចោទអ្នកសារព័ត៌មានថាជាប្រភពព័ត៌មានคล้ายៗបង្កើតព័ត៌មានមិនពិតអ្នកសារព័ត៌មានឥឡូវមិនគ្រាន់តែប្រឈមនឹងឃោសនាការទេប៉ុន្តែយើងកំពុងខ្លាចជាគោលដៅសម្រាប់ឲ្យអ្នកនយោបាយចោទថាចែកចាយព័ត៌មានคล้ายៗតើអ្នកស្រីយល់យ៉ាងណាចំពោះរឿងនេះតើអ្នកសារព័ត៌មានគួរដោះស្រាយបញ្ហាប្រឈមទាំងនេះដោយរបៀបណា well
that is the question, and that's what you've just described what the big question of the movie is. នោះគឺជាសំណួរសំខាន់ណាស់ហើយលោកទើបតែបានពិពណ៌នាអំពីអ្វីដែលជាសំណួរដ៏សំខាន់ក្នុងខ្សែភាពយន្តនេះមេដឹកនាំរួមទាំងប្រធានាធិបតីរបស់យើងគឺលោក Donald Trump បានហៅអ្នកកាសែតថាជាសត្រូវរបស់ប្រជាជនយើងមិនមែនជាសត្រូវរបស់ប្រជាជនទេប្រើវិធីផ្សេងៗដើម្បីបិទសម្លេងរបស់យើងគម្រាមប្តឹងបើមិនពេញចិត្តអ្វីដែលយើងកំពុងធ្វើនៅស្រុកខ្មែរយើងដឹងហើយពេលលោកហ៊ុនសែនឬលោកហ៊ុនម៉ាណែតមិនពេញចិត្តគេថាអូមានគ្រោះថ្នាក់ដល់សន្តិសុខជាតិអូយើងមិនចូលចិត្តអ្វីដែលអ្នកនិយាយទេវាអាចរំខានដល់សន្តិភាពអូយើងមិនចូលចិត្តអ្វីដែលអ្នកបាននិយាយទេយើងគិតថាវាជាព័ត៌មានមិនពិតដូច្នេះអំណាចរបស់រដ្ឋាភិបាលគឺត្រូវបានតម្រង់ឆ្ពោះទៅរកអ្នកសារព័ត៌មានដែលនៅសហរដ្ឋអាមេរិកយើងត្រូវបានការពារដោយវិសោធនកម្មទី1នៃរដ្ឋធម្មនុញ្ញយើងជាសម្លេងចាំបាច់យើងគួរតែមានសម្លេងដែលគេទទួលស្គាល់ប៉ុន្តែការទុកចិត្តលើគ្រប់ស្ថាប័នរដ្ឋាភិបាលសារព័ត៌មានការទុកចិត្តលើគ្រប់ស្ថាប័នមានកម្រិតទាបដូច្នេះអ្នកសារព័ត៌មានត្រូវតែខ្លាំងប្រសិនបើយើងត្រូវបានគំរាមកំហែងហើយយើងថានឹងមិនសរសេរអំពីវាទេការគំរាមកំហែងនឹងកាន់តែអាក្រក់ទៅហើយប្រសិនបើយើងពួននៅក្រោយពេលមិត្តរួមការងាររបស់យើងត្រូវបានគេសម្លុតយើងនឹងក្លាយជាគោលដៅបន្ទាប់ដូច្នេះមានវិធីមួយចំនួនទី1ត្រូវតាំងចិត្តថាយើងកំពុងធ្វើការជាអ្នកសារព័ត៌មានស្មោះត្រង់ហើយក្រោកឈរការពារខ្លួនយើងក្នុងស្ថាប័នរបស់យើងទី2កម្ដៅចេញពីរឿងមួយព្រោះខ្លាចវាធ្វើឲ្យយើងមានបញ្ហាព្រោះយើងអាចសរសេរមិនចំអំពីរឿងនោះបានហើយការគម្រាមកំហែងអាចទប់ទល់បានហើយទី3សូមគម្រាមរាយនឹងបញ្ហារបស់គូប្រជែងសារព័ត៌មានរបស់យើងខ្ញុំចង់និយាយថាពេលនេះយើងសុទ្ធតែជាមិត្តរួមការងារទាំងអស់អ្នកសារព័ត៌មានសុទ្ធតែជាសហការីហើយអ្វីដែលធ្វើឲ្យខ្ញុំខកចិត្តគឺនៅពេលនៅក្នុងសន្និសីទសារព័ត៌មានមួយអ្នកកាសែតម្នាក់សួរសំណួរល្អណាស់ហើយអ្នកត្រូវគេសួរនោះគិតមិនឆ្លើយសំណួរនោះបន្ទាប់មកអ្នកកាសែតបន្តឡើងសួររឿងផ្សេងទាំងស្រុងភ្លាមដែលតាមពិតវាសមហេតុផលជាងបើអ្នកបន្តសួរសំណួររបស់អ្នកដំបងទៀតស្មារតីសហសេវកនេះហើយនឹងក្លាយជាជំនួយដ៏ធំនៅពេលនេះប៉ុន្តែនៅក្នុងទស្សនវិជ្ជាប្រព័ន្ធផ្សព្វផ្សាយឥឡូវនេះអ្វីដែលខ្ញុំទើបតែនិយាយនេះស្ដាប់ទៅដូចជាស្ទើរតែឆោតល្ងងណាស់ព្រោះវេទិកាផ្សព្វផ្សាយផ្លាស់ប្ដូរផ្សេងៗគ្នាមានច្រើនណាស់បច្ចេកវិទ្យាថ្មី AI បាទសំណួរបន្ទាប់គឺអំពីប្រទេសកម្ពុជាអ្នកស្រីបានតាមដានកម្ពុជាធ្លាប់រស់នៅទីនោះអំឡុងពេលសង្គ្រាមហើយអ្នកស្រីបានបន្តតាមដានកម្ពុជាយ៉ាងយកចិត្តទុកដាក់តាំងពីពេលនោះមកតើអ្នកស្រីយកឃើញយ៉ាងណាជាពិសេសលើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាអូសេរីភាពសារព័ត៌មានមានបញ្ហាធំណាស់ពិន្ទុបន្តធ្លាក់ចុះថ្មីនេះប្រធានទីភ្នាក់ងារ USAID អ្នកស្រី Samantha Power បានទៅទីនោះហើយនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយរបស់អ្នកស្រីបានស្នើសុំឲ្យដោះលែងអ្នកកាសែតម្នាក់ដែលក្រោយមកត្រូវបានគេដោះលែងប៉ុន្តែត្រូវបានហាមមិនឲ្យធ្វើសារព័ត៌មានចាគឺហាមមិនឲ្យធ្វើសារព័ត៌មានវាមិនល្អទេសម្រាប់អ្នកកាសែតហើយវាក៏បំផ្លាញប្រទេសជាតិយ៉ាងខ្លាំងដែរព្រោះសារព័ត៌មានឯករាជ្យដែលទុកចិត្តបានមិនប្រកាន់នយោបាយជាអ្វីដែលជួយអភិវឌ្ឍប្រទេសនិងវប្បធម៌ So now back to the បាទឥឡូវនេះត្រឡប់ទៅខ្សែភាពយន្តវិញខ្ញុំទន្ទឹងរង់ចាំមើលភាពយន្តអំពីសាច់រឿងរបស់អ្នកស្រីអំពីវិស័យសារព័ត៌មានអំពីរបបខ្មែរក្រហមអំពីប្រទេសកម្ពុជាកាលពីអតីតកាលថាអ្នកស្រីគិតថាភាពយន្តនេះអាចតាក់ទាញនិងឆ្លុះបញ្ចាំងពីពិភពលោកបច្ចុប្បន្នដោយរបៀបណា Well, it's first of all, it's a gripping thriller. So even if you're not Cambodia, if you know nothing about Cambodia. ទី1វាជាភាពយន្តដ៏រភើបជក់ចិត្តមួយទោះបីជាអ្នកមិនមែនជាខ្មែរឬមិនស្គាល់ខ្មែរទាំងស្រុងក៏ដោយខ្ញុំគិតថាអ្នកនឹងជក់ចិត្តមើលរឿងនេះលោករដ្ឋាភិបាលបានប្រើគ្រប់វិធីសាស្ត្រនិទានរឿងវាមានអារម្មណ៍ដូចជាភាពយន្តឯកសារអញ្ចឹងហើយបន្ទាប់មកគាត់មានបញ្ចូលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រភាពយន្តនេះផលិតបានល្អណាស់ទី2គួរឲ្យសោកស្ដាយណាស់មនុស្សភាគច្រើនមិនដឹងរឿងខ្មែរក្រហមទេសូម្បីនៅកម្ពុជាក៏ដោយដូច្នេះនៅពេលដែលរឿងនេះចាក់បញ្ចាំងក្នុងប្រទេសកម្ពុជាអ្នកចូលមើលពេញរោងកុនកាលពីពាក់កណ្ដាលឆ្នាំកន្លងទៅនេះដោយសារតែពួកគេអាចយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនប៉ុន្តែវាមិនមែនជាការបង្រៀនមេរៀនអំពីប្រវត្តិសាស្ត្រទេវាជាសាច់រឿងមួយដូច្នេះវាជក់ចិត្តនិងស្រួលមើលហើយមេរៀនសំខាន់ក្នុងខ្សែភាពយន្តនេះគឺត្រូវប្រយ័ត្នចំពោះរបបផ្ដាច់ការមិនសំខាន់ថាស្ដាំនិយមឆ្វេងនិយមឬកណ្ដាលនិយមទេវាជាការព្រមានដ៏ធំមួយអំពីរបបផ្ដាច់ការយើងមានការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោកក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះមិនថានៅអឺរ៉ុបមជ្ឈិមបូព៌ាអាមេរិកឬនៅអាស៊ីនោះទេ South Korea recently កូរ៉េខាងត្បូងទើបតែដាក់ច្បាប់អាជ្ញាសឹក Fortunately that lasted half a second. No, I think that was a South Korea. ចាជាសំណាងល្អណាស់
ការដាក់ច្បាប់អាជ្ញាសឹកមានតែរយៈពេលខ្លីខ្ញុំគិតថាកូរ៉េខាងត្បូងមានលទ្ធិប្រជាធិបតេយ្យតែភាពយន្តនេះជាការប្រមានដ៏ធំមួយហើយលោករដ្ឋាភិបាលធ្វើរឿងនេះឡើងដោយចេតនានេះជាភាពយន្តទី8របស់លោកដែលនិយាយអំពីរបបខ្មែរក្រហមខ្ញុំគិតថាគាត់សមនឹងទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានធ្វើដើម្បីរក្សារឿងនេះឲ្យរស់រវើកហើយនេះជាលើកទី1ហើយដែលគាត់ប្រើជនបរទេសដើម្បីនិទានអំពីប្រធានបទនេះដែលខ្ញុំគិតថាគួរឲ្យចាប់អារម្មណ៍ណាស់ហើយនិយាយដោយត្រង់ទៅខ្ញុំបានប្រាប់គាត់ថាវាជាកិត្តិយសនៃជីវិតរបស់ខ្ញុំ So thank you so much. បាទសូមអរគុណយ៉ាងខ្លាំងអ្នកស្រី Elizabeth ដែលបានចែករំលែកសាច់រឿងនិងមតិយោបល់របស់អ្នកស្រីលើភាពយន្តថ្មីនេះ ចាខ្ញុំចង់អរគុណហើយខ្ញុំក៏សង្ឃឹមថាអ្នករាល់គ្នានឹងទស្សនាភាពយន្តនេះវានឹងចាក់បញ្ចាំងនៅក្នុងសហរដ្ឋអាមេរិកនៅដើមឆ្នាំ2025នេះហើយចំណងជើងភាពយន្តនេះជាភាសាបារាំងហៅថា Rendezvous avec Pol Pot និងជាភាសាអង់គ្លេសថា Meeting with Pol Pot សូមអរគុណខ្ញុំព្រមទាំងរងចាំមើលរឿងនេះ Oh, and I forgot. អូហើយខ្ញុំភ្លេចខ្សែភាពយន្តនេះគឺជាជម្រើសផ្លូវការរបស់កម្ពុជាសម្រាប់ការប្រកួតយកពានរង្វាន់ Oscar ផងដែរ បាទអរចាណាស់ខ្ញុំនឹងរងចាំមើលនៅអាមេរិកបាទអរគុណច្រើន ជម្រាបលា Jump